ទូរទស្សនិកជននៅក្នុងចំណោមព្រឹត្តិការណ៍ធំៗជាច្រើនដែលបានកើតមានឡើងទាំងនៅក្នុងតំបន់អាស៊ីតំបន់អឺរ៉ុបតំបន់មជ្ឈិមបូព៌ាតំបន់អាហ្វ្រិកគឺយើងនៅតែបន្តតាមដានទៅលើរឿងរ៉ាវទាំងអស់នោះហើយសូមផ្ដើមនៅព្រឹត្តិការណ៍អន្តរជាតិដំបូងនៅពេលនេះគឺយើងបន្តតាមដានអំពីបញ្ហាធំនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដូចជាផលប៉ះពាល់ដែលកំពុងកើតមានគឺសំដៅទៅលើសង្គ្រាមអាមេរិកអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ដែលបានចាប់ផ្ដើមតាំងពីថ្ងៃ28កុម្ភៈឆ្នាំ2026កន្លងមករហូតមកដល់ពេលនេះអាយុកាលនៃសង្គ្រាមនេះគឺជិត2សប្តាហ៍ហើយដែលផលប៉ះពាល់ជារួមកំពុងតែជះទៅលើសេដ្ឋកិច្ចសកលក៏ដូចជានាំមានវិបត្តិធម្មពលធ្ងន់ធ្ងរទូរទស្សនិកជនស្របពេលដែលវត្តមានយន្តហោះចម្បាំងជាច្រើនរបស់សហរដ្ឋអាមេរិកកំពុងមានវត្តមាននៅក្នុងតំបន់មជ្ឈិមបូព៌ាក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់គេក៏បានមើលឃើញឧបទ្ទវហេតុមួយដែលបានកើតមានឡើងគឺមានយន្តហោះប្រភេទចាក់ប្រេងជាយន្តហោះយោធារបស់សហរដ្ឋអាមេរិកបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ឥឡូវនេះប្រតិបត្តិការសង្គ្រោះកំពុងបន្តធ្វើឡើងនៅទីតាំងកើតហេតុយន្តហោះចាក់ប្រេងយោធារបស់សហរដ្ឋអាមេរិកមួយគ្រឿងបានធ្លាក់នៅភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់នាថ្ងៃប្រហ័សទី12ខែមីនាឆ្នាំ2026ម្សិលមិញនៅក្នុងហេតុការណ៍មួយដែលបញ្ជាការកណ្ដាលអាមេរិកបានបញ្ជាក់ថាគ្រោះថ្នាក់នេះមានពាក់ព័ន្ធនឹងយន្តហោះមួយគ្រឿងទៀតប៉ុន្តែមិនមែនជាលទ្ធផលនៃការវាយប្រហារពីសត្រូវឬក៏ការបាញ់ច្រឡំគ្នាឯងនោះទេសូមបញ្ជាក់ថាអាមេរិកបានដាក់ពង្រាយយន្តហោះច្រើនសន្ធឹកសន្ធាប់ណាស់ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីចូលរួមនៅក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់ហើយហេតុការណ៍នេះបានគូបញ្ជាក់អំពីហានិភ័យនៃប្រតិបត្តិការទោះបីជាស្ថិតនៅលើដែនអាកាសមិត្តភាពក៏ដោយក្នុងសេចក្តីថ្លែងការណ៍មួយបញ្ជាការកណ្ដាលអាមេរិកបានឲ្យដឹងថាខ្លួនកំពុងអនុវត្តនៅកិច្ចប្រឹងប្រែងសង្គ្រោះបន្ទាប់ពីយន្តហោះចាក់ប្រេងប្រភេទ KC-135 របស់អាមេរិកបានធ្លាក់ចំណែកឯយន្តហោះទី2បានចុះចតដោយសុវត្ថិភាពហើយសេចក្តីថ្លែងការណ៍បន្តថាហេតុការណ៍នេះកើតឡើងនៅក្នុងដែនអាកាសមិត្តភាពអំឡុងពេលប្រតិបត្តិការ Epic Fury ដែលនេះជាឈ្មោះយោធានៃប្រតិបត្តិការរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ប្រពន្ធពីមន្ត្រីអាមេរិកម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាយន្តហោះមួយគ្រឿងទៀតដែលពាក់ព័ន្ធនៅក្នុងហេតុការណ៍នេះក៏ជាប្រភេទ KC-135 ដែរហើយយន្តហោះដែលបានធ្លាក់នោះមានសមាជិកយោធារហូតដល់6នាក់នៅលើនោះយ៉ាងណាមិញក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ដែលជាក្រុមចម្រុះនៃពួកប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់បានអះអាងថាខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះចាក់ប្រេងយោធាអាមេរិកមួយគ្រឿងនោះយន្តហោះ KC-135 ដែលផលិតដោយក្រុមហ៊ុន Boeing អំឡុងទសវត្សរ៍ឆ្នាំ1950និងដើមទសវត្សរ៍ឆ្នាំ1960គឺជាឆ្អឹងខ្នងនៃកងកម្លាំងយន្តហោះចាក់ប្រេងតាមអាកាសរបស់អាមេរិកនិងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអនុញ្ញាតឲ្យយន្តហោះផ្សេងទៀតបំពេញបេសកកម្មដោយមិនចាំបាច់ចុះចតទូរទស្សនិកជនងាកមកកាន់ស្ថានភាពនៅក្នុងប្រទេសលីបង់បន្តិចសិននៅតែជាផ្នែកមួយនៃសង្គ្រាមអ៊ីរ៉ង់ដដែលទេដោយសារតែអ៊ីស្រាអែលកំពុងធ្វើសកម្មភាពវាយប្រហារលើខ្សែបណ្ដាញអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់គឺវាយប្រហារទៅលើក្រុមសកម្មយុទ្ធ Hezbollah អ៊ីស្រាអែលបន្តការវាយប្រហារទៅលើរដ្ឋធានី Beirut របស់លីបង់ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu តាមកំទេចក្រុម Hezbollah អ៊ីស្រាអែលបន្តការវាយប្រហារលើទីក្រុង Beirut ជារដ្ឋធានីនៃប្រទេសលីបង់គឺត្រឹមថ្ងៃប្រហ័សទី12មីនាឆ្នាំ2026ម្សិលមិញនេះនាយករដ្ឋមន្ត្រី Benjamin Netanyahu របស់អ៊ីស្រាអែលបានប្រមានថាប្រសិនបើរដ្ឋាភិបាលលីបង់មិនរំសាយអាវុធរបស់ក្រុម Hezbollah ទេនោះអ៊ីស្រាអែលនឹងធ្វើខ្លួនឯងហើយយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ NNA គ្រប់គ្រងដោយរដ្ឋលោក Netanyahu បាននិយាយថាអ្នកកំពុងប្រឡែងលេងជាមួយភ្លើងហើយនៅក្នុងសារទៅកាន់ក្រុមអាជ្ញាធរលីបង់នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយគណៈយន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារចំនួន3លើកនៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ក្នុងនោះ2លើកដោយគ្មានការព្រមានជាមុនដោយសម្ដៅទៅលើការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលលីបង់ក្នុងការដកហូតអាវុធពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នាយករដ្ឋមន្ត្រីបន្ថែមថាប្រសិនបើអ្នកមិនធ្វើទេច្បាស់ណាស់ថាអ៊ីស្រាអែលនឹងធ្វើខ្លួនឯងកាលពីព្រឹកថ្ងៃប្រហ័សម្សិលមិញនេះដែរយោធាអ៊ីស្រាអែលបានប្រកាសរលកនៃការវាយប្រហារដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធភារវករ Hezbollah នៅទូទាំងទីក្រុង Beirut ការវាយប្រហារមួយបានវាយប្រហារចំអគារមួយនៅតំបន់Basura ជាប់នឹងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ទីក្រុង Beirut ជាកន្លែងដែលប្រជុំដោយទីតាំងក្រុមហ៊ុនធំៗនិងស្ថាប័នរដ្ឋាភិបាលជាច្រើនយោងតាមអាជ្ញាធរជាតិអំពើហិង្សានេះបានសម្លាប់មនុស្ស687នាក់នៅលីបង់គណៈមនុស្សជាង80,000នាក់ផ្សេងទៀតបានភៀសខ្លួននៅក្នុងសេចក្តីថ្លែងការណ៍
ជាអក្សរជាឯកសារដំបូងដោយមិនមែនជាការថ្លែងចេញមុខឬក៏ដោយពាក្យសម្ដីពីសំណាក់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ថ្មីគឺអាយ៉ាតូឡាមូស្តាបាខាមីនេគឺលោកនៅតែប្រកាសថាអ៊ីរ៉ង់នៅតែបន្តបិទច្រកសមុទ្រហូមូសជាច្រកដឹកប្រេងដ៏សំខាន់មួយរបស់ពិភពលោកហើយស្របពេលជាមួយគ្នានេះខាងលោកនេតានយ៉ាហ៊ូនាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែលឯណោះវិញក៏ចេញសារព្រមានថ្មីផងដែរនៅក្នុងសេចក្តីអត្ថាធិប្បាយដំបូងរបស់ខ្លួនដែលចាប់តាំងពីបានឡើងកាន់តំណែងបន្តពីឪពុកដែលបានទទួលមរណភាពមេដឹកនាំកម្ពុជាថ្មីអ៊ីរ៉ង់លោក Mojtaba Khamenei បានថ្លែងប្រកបដោយជំហរយ៉ាងរឹងរូសបំផុតថាអ៊ីរ៉ង់នៅតែបន្តប្រយុទ្ធហើយនឹងធ្វើឲ្យសត្រូវស្ដាយក្រោយគណៈបដិញ្ញាថានឹងបន្តបិទច្រកសមុទ្រហូមូសដ៏សំខាន់ដើម្បីទុកជាលក្ខខណ្ឌចរចាជាមួយអាមេរិកនិងអ៊ីស្រាអែលប៉ុន្តែប៉ុន្មានម៉ោងក្រោយមកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក៏បានប្រើប្រាស់សន្និសីទសារព័ត៌មានលើកដំបូងរបស់លោកចាប់តាំងពីសង្គ្រាមផ្ទុះឡើងដើម្បីចេញសារព្រមានដោយប្រយោលថានឹងតាមសម្លាប់លោក Mojtaba គណៈលោកក៏និយាយការពារការវាយប្រហារដោយយោធារបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់និងបង្កភាពរង្គោះរង្គើដល់ទីផ្សារថាមពលនិងទីផ្សារភាគហ៊ុនលោកនេតានយ៉ាហ៊ូបានឲ្យដឹងថាលោកនឹងមិនចេញគោលការណ៍ធានារ៉ាប់រងជីវិតដល់មេដឹកនាំណាម្នាក់នៃអង្គការភេរវកម្មនោះទេនៅអ៊ីរ៉ង់លោក Mojtaba មិនបានបង្ហាញខ្លួនដោយផ្ទាល់ទេហើយសន្ទរកថារបស់លោកត្រូវបានអានដោយអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍រដ្ឋតែប៉ុណ្ណោះនៅក្នុងសន្ទរកថាលើកដំបូងរបស់ខ្លួនចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានផ្ទុះឡើងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានឲ្យដឹងថានៅពេលនេះអ៊ីស្រាអែលខ្លាំងជាងពេលណាទាំងអស់នាយករដ្ឋមន្ត្រី Benjamin Netanyahu របស់អ៊ីស្រាអែលបានអះអាងថាប្រទេសលោកកាន់តែរឹងមាំជាងពេលណាទាំងអស់គណៈប្រទេសនេះបន្តរួមសហការនឹងអាមេរិកធ្វើសង្គ្រាមវាយប្រហារអ៊ីរ៉ង់ដែលលោកនិយាយថាអ៊ីរ៉ង់បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងការវាយប្រហារជិត2សប្តាហ៍មកនេះថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃប្រហ័សទី12ខែមីនាឆ្នាំ2026ម្សិលមិញនេះលោកនេតានយ៉ាហ៊ូបាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់ជាច្រើនរូបរបស់អ៊ីរ៉ង់និងបានបង្កការធ្វើឲ្យបាត់បង់ធ្ងន់ធ្ងរណាស់ដល់កម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC និងកម្លាំង Basijលោកនេតានយ៉ាហ៊ូនិយាយថាអ៊ីរ៉ង់លែងដូចអ៊ីរ៉ង់ពីមុនទៀតហើយដែលអះអាងថាការវាយប្រហារដែលបានចាប់ផ្ដើមតាំងពីថ្ងៃ28កុម្ភៈបានរារាំងអ៊ីរ៉ង់ពីការឈានទៅមុខនៅគម្រោងនុយក្លេអ៊ែរនិងមីស៊ីលបាល់លីស្ទិករបស់ខ្លួននៅក្រោមដីនៅពេលត្រូវបានសួរអំពីមេដឹកនាំកម្ពុជាដែលទើបជ្រើសតាំងថ្មីរបស់អ៊ីរ៉ង់គឺអាយ៉ាតូឡាមូស្តាបាខាមីនេនិងមេដឹកនាំក្រុមហេសប៊ូឡាណាអ៊ីមកាសែមលោកនេតានយ៉ាហ៊ូបាននិយាយថាលោកនឹងមិនទាន់ឈានដល់ការយកជីវិតនរណាម្នាក់នៅឡើយទេលោកបាននិយាយថាលោកខាមីនេគឺជាតុក្កតារបស់ឆ្មាំបដិវត្តដែលមិនអាចបង្ហាញខ្លួនជាសាធារណៈបានបន្ទាប់ពីមេដឹកនាំកម្ពុជារូបនេះបានចេញនូវសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សាយលើទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ទូរទស្សនិកជនសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានប៉ះទង្គិចពាក្យសម្ដីជាមួយរុស្ស៊ីនិងចិននៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិរឿងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចបានប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងតានតឹងជាមួយរុស្ស៊ីនិងជាមួយចិននាថ្ងៃប្រហ័សទី12មីនាឆ្នាំ2026ម្សិលមិញនេះពាក់ព័ន្ធនឹងបំណងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់គណៈអាមេរិកបានព្យាយាមស្វែងរកហេតុផលបន្ថែមទៀតប្រាប់ទៅកាន់អង្គការសហប្រជាជាតិដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃសង្គ្រាមដែលខ្លួនបានចាប់ផ្ដើមលើអ៊ីរ៉ង់កាលពីជិត2សប្តាហ៍មុននៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក15ប្រទេសដោយក្នុងនោះមានសហរដ្ឋអាមេរិកគឺជាប្រធាននៅក្នុងខែមីនានេះរុស្ស៊ីនិងចិនបានព្យាយាមប៉ុន្តែមិនបានសម្រេចក្នុងការរារាំងកិច្ចពិភាក្សាអំពីគណៈកម្មាធិការមួយដែលបង្កើតឡើងដើម្បីត្រួតពិនិត្យនិងអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់សំណើរបស់ចិននិងរុស្ស៊ីនោះត្រូវបានច្រានចោលដោយលទ្ធផលបោះឆ្នោត11ទល់នឹង2សម្លេងគណៈ2សម្លេងទៀតអនុប្រវេតថ្លែងទៅកាន់ក្រុមប្រឹក្សាប្រេសិតអាមេរិកប្រចាំ UN លោក Mike Waltz បានចោទប្រកាន់ទីក្រុងមូស្គូនិងទីក្រុងប៉េកាំងថាព្យាយាមការពារទីក្រុងតេហេរ៉ង់ដោយរារាំងការងាររបស់គណៈកម្មាធិការដែលបង្កើតឡើងក្រោមសេចក្តីសម្រេចលេខ1737ចក្រភពអង់គ្លេសនិងបារាំងបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថាការដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់គឺជារឿងដ៏ត្រឹមត្រូវដោយសារបរាជ័យរបស់ទីក្រុងតេហេរ៉ង់ក្នុងការដោះស្រាយកង្វល់អំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិក៏បានចោទបកទៅអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិកវិញថាបានបង្កភាពភ័យស្លន់ស្លោជុំវិញផែនការដែលត្រឹមតែជាការសន្មត់ថាអ៊ីរ៉ង់ចង់បានអាវុធនុយក្លេអ៊ែរហើយមិនដែលត្រូវបានបញ្ជាក់ដោយរបាយការណ៍របស់ទីភ្នាក់ងារ IAEA នោះទេតំណាងរបស់ចិនលោកហ្វូកុងបានហៅទីក្រុងវ៉ាស៊ីនតោនថាជាអ្នកញុះញង់នៃវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ហើយនិយាយថាអាមេរិកបានប្រើកម្លាំងបាយយ៉ាងគំហុកប្រឆាំងអ៊ីរ៉ង់ទាំងដែលការចរចាកំពុងបន្តនៅឡើយដែលធ្វើឲ្យកិច្ចប្រឹងប្រែងផ្នែកការទូតคล้ายទៅជាអាសាបង់ទូរទស្សនិកជនងាកមកកាន់ព័ត៌មានជុំវិញរបាយការណ៍ពីខាងអង្គការសហប្រជាជាតិស្ថាប័ននេះបានឲ្យដឹងថាមនុស្សជាង3លាននាក់បានរត់ចោលផ្ទះសម្បែងនិងជាង1000នាក់ស្លាប់នៅទូទាំងប្រទេសអ៊ីរ៉ង់ស្របពេលអាមេរិកនិងអ៊ីស្រាអែលបន្តសង្គ្រាមអង្គការសហប្រជាជាតិបានឲ្យដឹងថាមនុស្សជាង3លាននាក់បានរត់ចេញពីផ្ទះគេចពីការទម្លាក់គ្រាប់បែកនៅប្រទេសអ៊ីរ៉ង់ចាប់តាំងពីអាមេរិកនិងអ៊ីស្រាអែលចាប់ផ្ដើមសង្គ្រាមប្រឆាំងប្រទេសនេះកាលពីចុងខែមុនគណៈក្តីបារម្ភកើនឡើងលើវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បាននិយាយកាលពីថ្ងៃប្រហោះ12មីនាម្សិលមិញនេះថាមនុស្សរហូតដល់3លាន2សែននាក់ដែលតំណាងឲ្យគ្រួសារអ៊ីរ៉ង់ចន្លោះពី60,000ទៅ1លានគ្រួសារបានផ្លាស់ទីលំនៅដោយបង្ខំចាប់តាំងពីសង្គ្រាមបានកើតឡើងនៅថ្ងៃ28កុម្ភៈឆ្នាំ2026មន្ត្រី UNHCR លោកអាយ៉ាគីអ៊ីតូបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេភាគច្រើនត្រូវបានគេរាយការណ៍ថាកំពុងរត់ចេញពីទីក្រុងតេអ៊ីរ៉ង់និងតំបន់ទីក្រុងសំខាន់ៗផ្សេងទៀតឆ្ពោះទៅភាគខាងជើងនៃប្រទេសនិងតំបន់ជនបទដើម្បីស្វែងរកសុវត្ថិភាពតួលេខនេះទំនងជានឹងបន្តកើនឡើងខណៈការប្រយុទ្ធគ្នានៅតែបន្តដែលជាសញ្ញានៃការកើនឡើងគួរឲ្យបារម្ភនៃតម្រូវការមនុស្សធម៌ទូរទស្សនិកជនអង្គការសហប្រជាជាតិក៏បានឲ្យដឹងផងដែរថាចំនួននៅក្នុងប្រទេសអ៊ីរ៉ង់បានធ្វើឲ្យមនុស្សជាង4លាន1សែននាក់ភៀសខ្លួននៅទូទាំងតំបន់អង្គការសហប្រជាជាតិបានឲ្យដឹងនៅថ្ងៃប្រហោះទី12មីនាឆ្នាំ2026ម្សិលមិញនេះថាចំនួនបង្កឡើងដោយការវាយប្រហារពីអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់បន្ទាប់មកដោយការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសជាច្រើនបានធ្វើឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញនៅទូទាំងតំបន់និងធ្វើឲ្យស្ថានភាពមនុស្សធម៌ដែលអាក្រក់រួចទៅហើយនោះកាន់តែធ្ងន់ធ្ងរថែមទៀតអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stefan Dujarric ដោយដកស្រង់សម្ដីភ្នាក់ងារអង្គការសហប្រជាជាតិនិងអាជ្ញាធរជាតិបាននិយាយថាមនុស្សជាង4លាន1សែននាក់ត្រូវបានជម្លៀសខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានអ៊ីរ៉ង់លីបង់និងប៉ាគីស្ថានចាប់តាំងពីការកើនឡើងនៅចំនួនដែលបានចាប់ផ្ដើមខណៈមនុស្សប្រហែល117,000នាក់បានភៀសខ្លួនឆ្លងកាត់ព្រំដែននៅក្នុងប្រទេសអ៊ីរ៉ង់តែមួយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាគ្រួសារចន្លោះពី60,000ទៅ1លានគ្រួសារឬប្រហែល3លាន2សែននាក់បានភៀសខ្លួនចេញជាបណ្ដោះអាសន្នដោយគ្រួសារជាច្រើនបានភៀសខ្លួនចេញពីទីក្រុងតេអ៊ីរ៉ង់និងទីក្រុងធំៗផ្សេងទៀតទៅកាន់តំបន់ភាគខាងជើងនិងទៅកាន់ទីជនបទលោក Dujarric និយាយថាភាពវឹកវរនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលរងគ្រោះនៅក្នុងប្រទេសអ៊ីរ៉ង់គណៈរដ្ឋាភិបាលលីបង់បានចុះបញ្ជីជនភៀសខ្លួនជាង816,000នាក់រួមទាំងកុមារប្រហែល285,000នាក់អង្គការសហប្រជាជាតិបានជំរុញឲ្យគ្រប់ភាគីទាំងអស់ការពារអាយុជីវិតជនស៊ីវិលរក្សាដំណើរការចូលនៅផ្នែកមនុស្សធម៌និងវិលត្រឡប់ទៅរកការចរចាវិញអ៊ីរ៉ង់បានលើកឡើងថាអ៊ីរ៉ង់នឹងធ្វើឲ្យសហរដ្ឋអាមេរិកសោកស្ដាយចំពោះសង្គ្រាមដែលអាមេរិកបានបង្កើតឡើងការគម្រាមបកទៅវិញនេះកើតឡើងស្របពេលដែលតម្លៃប្រេងនៅតែមិនមានស្ថិរភាពអ៊ីរ៉ង់បានសន្យានៅថ្ងៃប្រហោះទី12មីនាឆ្នាំ2026ម្សិលមិញនេះថានឹងធ្វើឲ្យសហរដ្ឋអាមេរិកស្ដាយចំពោះការវាយប្រហារលើអ៊ីរ៉ង់និងបាននិយាយថាខ្លួននឹងបន្តបិទច្រកសមុទ្រហូមូសដែលបានធ្វើតម្លៃប្រេងកើនឡើងទីភ្នាក់ងារធម្មពលអន្តរជាតិព្រមានថាសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនាំឲ្យមានការរំខានដល់ការផ្គត់ផ្គង់ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មប្រេងប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមថាការកម្ចាត់ដែនដីដ៏អាក្រក់របស់អ៊ីរ៉ង់គឺសំខាន់ជាងតម្លៃប្រេងឆៅលោកត្រាំបានប្រឈមនឹងសម្ពាធនយោបាយខ្លាំងគណៈផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកកើតចេញពីវិបត្តិនេះកើនឡើងហើយលោកបានផ្ដល់សារចម្រុះអំពីពេលវេលាដែលយុទ្ធនាការរបស់អាមេរិកអាចបញ្ចប់ប្រធានសន្តិសុខអ៊ីរ៉ង់លោកអាលីឡារីចានី
បានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម X ថាពួកលោកនឹងមិនចុះចាញ់ទេរហូតដល់ធ្វើឲ្យអាមេរិកសោកស្ដាយចំពោះការប៉ាន់ស្មានខុសធ្ងន់ធ្ងរការអធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកម្ពុជាថ្មីអ៊ីរ៉ង់ Mojtaba Khamenei បានចេញនូវសេចក្តីថ្លែងការណ៍ដ៏តឹងរ៉ឹងមួយជាលើដំបូងចាប់តាំងពីលោកត្រូវបានតែងតាំងជាមេដឹកនាំកម្ពុជាគឺបន្ទាប់ពីការស្លាប់របស់ឪពុកហើយនៅក្នុងសារដំបូងរបស់លោកមេដឹកនាំកម្ពុជានៅតែបន្តប្រកាន់ជំហរតឹងរ៉ឹងក្នុងការបន្តបិទច្រកសមុទ្រហូមូសនិងបន្តសង្គ្រាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិច្រានចោលការជំរុញរបស់រុស្ស៊ីឲ្យបញ្ឈប់អរិភាពនៅតំបន់មជ្ឈិមបូព៌ាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធម្សិលមិញថ្ងៃ11មីនាឆ្នាំ2026បានបរាជ័យក្នុងការអនុម័តនៅសេចក្តីសម្រេចព្រៀងឡើងដោយរុស្ស៊ីអំពាវនាវឲ្យបញ្ឈប់អរិភាពបន្ទាន់នៅមជ្ឈិមបូព៌ាបន្ទាប់ពីវិធានការនេះខ្វះសម្លេងឆ្នោតដែលត្រូវការដើម្បីអនុម័តដែលមានសម្លេងគាំទ្រចំនួន4ប្រឆាំង2និងអនុប្រវេតចំនួន9បន្ទាប់ពីការបោះឆ្នោតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vasily Nebenzia បានចោទប្រកាន់ប្រទេសដែលប្រឆាំងឬអនុប្រវេតថាបានបដិសេធការអំពាវនាវច្បាស់លាស់ដើម្បីបញ្ឈប់ការប្រយុទ្ធនិងដោះស្រាយជម្លោះដោយសន្តិវិធីលោកបាននិយាយថាការបដិញ្ញាចិត្តរបស់ពួកគេចំពោះច្បាប់អន្តរជាតិនិងសន្តិភាពគឺស្មើនឹងគ្មានវោហារសាស្ត្រហើយបានអះអាងថាឯកសាររបស់រុស្ស៊ីមិនផ្ទុយទៅនឹងគំនិតផ្ដួចផ្ដើមដាច់ដោយឡែកដែលគ្រប់គ្រងដោយប្រទេសបារ៉ែននិងរដ្ឋឈូងសមុទ្រនោះទេលោក Mike Waltz ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែមីនានិងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថាទីក្រុងមូស្គូកំពុងធ្វើសកម្មភាពដើម្បីការពារអ៊ីរ៉ង់ដោយច្រានចោលអ្វីដែលលោកហៅថាជាការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការប្រដូចសកម្មភាពរបស់អាមេរិកជាមួយនឹងការប្រព្រឹត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់លោកបាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យទីក្រុងតេហ៍រ៉ង់ទទួលខុសត្រូវចំពោះសកម្មភាពបង្កអស្ថិរភាពនេះ